ជំរាបសួរនិងសួស្តីទៅកាន់លោកគ្រូអ្នកគ្រូសិស្សជាពិសេសគឺបងប្អូនដែលកំពុងតែរៀននៅថ្នាក់វិទ្យាល័យអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែករំលែកពីការគុណលេខរហ័សតាមបែបនៃផាយប្អូនអញ្ចឹងជាដំបូងខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាយល់ពីតារាងដែលនៅខាងលើនេះសិនអញ្ចឹងតារាងនេះហៅថាតារាងនៃផាយប្អូនហើយតារាងនេះគឺយើងគុណហើយតារាងនេះគឺយើងត្រូវប្រើវានៅពេលដែលយើងគុណលេខតាមនិភ័យប្អូនអញ្ចឹងមុននឹងយើងយល់ពីការគុណលេខនៅក្នុងតារាងនេះគឺខ្ញុំចង់ឲ្យអ្នកទាំងគ្នាមើលជួរដេកនិងជួរឆលនៅខាងលើនិងខាងឆ្វេងដៃនេះអញ្ចឹងជាដំបូងយើងគូរតារាងមួយបែបនេះយើងកាត់ជាកង់តាមលេខនីមួយបន្តមកទៀតយើងគូរឆ្នោតផ្ដេកបែបនេះយើងគូររហូតទៅហើយយើងចាប់ផ្ដើមគុណលេខយើងគុណគឺយើងគិតជួរឆនិងជួរដេកប្រសាប់គ្នាអញ្ចឹងតែថានៅក្នុងតារាងនេះមួយយើងឃើញមានលេខ000000តើលេខទាំងអស់ហ្នឹងបានមកពីណាអញ្ចឹងដើម្បីស្រាយចម្ងល់ខ្ញុំចង់ប្រាប់អ្នកនរគ្នាថាគឺបានមកពីការគុណជួរឆនិងជួរដេកតើគុណបែបម៉េចគឺយើងចាប់ផ្ដើមគុណ0គុណនឹង2គឺយើងសរសេរនៅត្រង់នេះគឺបាន0អញ្ចឹងយើងសរសេរលេខ0គុណនឹង3យើងសរសេរនៅត្រង់នេះគឺបានលេខ0គុណនឹង4បានត្រង់នេះគឺ00ចឹងលេខណាដែលគុណនឹង0គឺ0ទាំងអស់ចឹងយើងបាច់គិតច្រើនទេយើងគ្រាន់តែគូ000មករហូតដល់ចុងក្រោយគឺ0គុណ9មកដល់ជួរឆទី2គឺលេខ1យើងនឹងថាលេខ1គុណនឹងលេខណាក៏ដោយវាទៅតាមគេមកគុណនឹងលេខ2វាបាន2អញ្ចឹងយើងសរសេរលេខ02 1គុណនឹង3បានលេខ03 1គុណនឹង4បាន4សរសេរលេខ04អូខេយើងធ្វើអញ្ចឹងបន្តរហូតឥឡូវខ្ញុំចាប់ផ្ដើមបញ្យល់ពីលេខ7 8 9ម្ដងអញ្ចឹងយើងមានលេខ7គុណនឹង2ស្មើ14អញ្ចឹងយើងសរសេរលេខ14 7គុណនឹង3បាន21អញ្ចឹងយើងសរសេរលេខ2លេខ1លេខ8នេះ8 4ដង32យើងសរសេរលេខ3លេខ2 9 5ដង45យើងសរសេរលេខ4និងលេខ5អូខេខ្ញុំគិតថាអ្នកទាំងគ្នាអូខេខ្ញុំសន្មតថាអ្នកទាំងគ្នាយល់អូខេខ្ញុំសន្មតថាអ្នកទាំងគ្នាយល់ត្រង់ចំណុចនេះដូច្នេះខ្ញុំចាប់ផ្ដើមអនុវត្តជាលេខតែម្ដងដើម្បីឲ្យងាយស្រួលយល់និងងាយស្រួលចាំអញ្ចឹងខ្ញុំឧទាហរណ៍ថាលេខ369គុណនឹង473លេខនេះធំមែនតើហើយបើសិនជាយើងគុណនឹងធម្មតាអាចនឹងរៀងពិបាកប៉ុន្តែបើយើងសាកមកមើលចំណុចសាកមកមើលប៉ុន្តែបើយើងសាកមកមើលការគុណលេខ
ប៉ុន្តែបើយើងសាកមកមើលការគុណលេខតាមផាយជប៉ុនប្រហែលជាអាចនឹងងាយស្រួលជាងគេយើងចាប់ផ្ដើមទាំងអស់គ្នាយើងចាប់ផ្ដើមសរសេរលេខ3លេខ6និងលេខ9នៅជួរឆក៏បាននិងជួរដេកក៏បានតែនេះខ្ញុំចង់សរសេរវាត្រង់ជួរឆហើយលេខ4លេខ7និងលេខ3យើងសរសេរនៅជួរដេកហើយយើងចាប់ផ្ដើមគូតារាង1អ្នកទាំងគ្នាត្រូវសរសេរបន្ទាត់បញ្ឆិតគឺបញ្ឆិតផ្អៀងទៅខាងស្ដាំបើសិនជាអ្នកទាំងគ្នាគូបញ្ឆិតមកចេះគឺក៏ធ្វើអត់ចេញទេមានន័យថាខុសក្បួនចឹងចាប់ផ្ដើមគុណលេខតគ្នា3 4ដងស្មើ12 6 4ដង24 9 4ដង36 3 7ដង21 6 7ដង42 9 7ដង63 3 ដង9 09ត្រូវចាំថាឲ្យតលេខមានតែមួយខ្ទង់យើងត្រូវសរសេរលេខ0នៅខាងមុខ9អញ្ចឹងយើងអាចសរសេរជា09ចឹង6 3ដង18 9 3ដង27ខេបន្តមកទៀតគឺយើងចាប់ផ្ដើមបូកការបូកគឺបូកតាមបន្តបញ្ឆិតបូកបែបនេះចឹងយើងចាប់ផ្ដើមបូកទាំងអស់គ្នាមក7 sorry យើងចាប់ផ្ដើមបូកទាំងអស់គ្នាមក7អត់មានអីបូកជាមួយទេចឹង7 8បូក2 10 13សរសេរលេខ3ត្រាទុក1 1បូក1 2បូក4 6 10 10សរសេរលេខ3ត្រាទុក1 1បូកនឹង9 10 10បូក1 11 13 13បូក6 19 បូក6 25 សរសេរលេខ5ត្រាទុក2បូកបន្តទៀត2បូក0 2 2បូក1 3 3បូក10 3បូក4 7 11 14សេលេខ4ត្រាទុក1 1បូក2 3 3បូក2 5 5បូក2 7ហើយ1អត់មានអីបូក1គឺនៅដែរអញ្ចឹងលេខរបស់យើងចម្លើយគឺ17 45 37ចឹងចម្លើយរបស់យើងគឺ174,537ចឹងយើងសាកគុណបញ្ជាក់មើលថាតើចម្លើយមួយនេះត្រឹមត្រូវឬអត់369គុណនឹង473ស្មើ174,537គឺពិតជាត្រឹមត្រូវពិតមែនអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការមើលវីដេអូមួយនេះហើយខ្ញុំជូនពរឲ្យអញ្ចឹងជ
ជាចុងបញ្ចប់នៃវីដេអូខ្ញុំសូមអរគុណអ្នកទាំងគ្នាដែលមើលវីដេអូនេះបានចឹងជាចុងក្រោយសូមអរគុណអ្នកទាំងគ្នាដែលបានមើលវីដេអូនេះបានចឹងជាចុងក្រោយសូមអរគុណអ្នកទាំងគ្នាដែលបានមើលវីដេអូនេះឲ្យដល់ចប់ចឹងជាចុងក្រោយសូមអរគុណអ្នកទាំងគ្នាដែលបានមើលវីដេអូនេះដល់ចប់ហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងនាំប្រយោជន៍ទៅកាន់អ្នកទាំងគ្នាហើយបើសិនជាអ្នកគ្នាជាសិស្សអ្នកវិទ្យាល័យសូមយកចំណេះដឹងមួយនេះទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវហើយបើសិនជាអ្នកទាំងគ្នាជាសិស្សវិទ្យាល័យខ្ញុំសូមឲ្យអ្នកទាំងគ្នាព្យាយាមដកខាត់ខ្លួនឯងហើយជាពិសេសគឺវីដេអូមួយនេះហើយបើសិនជាអ្នកទាំងគ្នាជាសិស្សថ្នាក់វិទ្យាល័យខ្ញុំសូមហើយបើសិនជាអ្នកទាំងគ្នាជាសិស្សដែលកំពុងរៀននៅថ្នាក់វិទ្យាល័យចឹងអ្នកទាំងគ្នាអាចយកចំណេះដឹងមួយនេះទៅប្រើប្រាស់ក្នុងការសិក្សាបាននិងឲ្យបានត្រឹមត្រូវផងដែរសូមអរគុណ